សួស្តីអ្នកទាំងអស់គ្នាមិនដែរសុខសប្បាយអត់ជួបជាមួយខ្ញុំបាទ Top Anime Cambodia ហ្នឹងហើយថ្ងៃនេះក៏ប៉ិតអត់មានអីមកធ្វើទេគ្រាន់តែមកនិយាយលេងមួយអ្នកទាំងអស់គ្នាហ្នឹងដោយសារតែអត់បានចេញវីដេអូយូរពេកខ្លាចអ្នកទាំងអស់គ្នានឹកអីចឹងណាដោយសារតែ Top Anime ស្មោះពេកអីចឹងទៅមានអ្នកនឹកច្រើនចង់និយាយថាក៏ប៉ិត admin ក៏ចង់សម្រាយរឿងឲ្យអ្នកទាំងអស់គ្នាមើលតទៀតដែរប៉ុន្តែ admin ឃើញមករយៈក្រោយហ្នឹងដោយការមើល anime របស់អ្នកទាំងអស់គ្នានៅក្នុង channel របស់ Top Anime ហ្នឹងវាអត់សូវមានអ្នកមើលដូចពីមុនដល់ពេលចឹងទៅ admin ក៏អត់មានអារម្មណ៍ធ្វើដែរហើយឥឡូវadmin មានកម្រងចង់ទៅនៅក្រៅអីចឹងទៅ admin គិតថាប្រហែលជាអនាគតអាចនឹងមានការ live និយាយគ្នាលេងឬក៏លេង game ឬក៏ធ្វើអីផ្សេងទៀតព្រោះថា admin ឥឡូវអត់សូវមានកម្លាំងចិត្តនៅក្នុងការធ្វើរឿងប្រហែលទេនិយាយរំទៅគឺខ្ជិលធ្វើហ្មងហើយអត់បានមើលរឿងanime អីចឹងទៀតដល់ពេលចឹងទៅវាលក្ខណៈថាយើងអត់បានធ្វើយូរទៅវាមានអារម្មណ៍ថាខ្ជិលអីចឹងណាហើយណាមួយអ្នកធ្វើវាច្រើនជាងអ្នកមើលផងឥឡូវសប្ងៃអូអ្នកធ្វើមកកណូដល់ពេលចឹងទៅហើយឥឡូវ admin ក៏នឹងធ្វើអីដែរតនេអង្គុយលេង game អីចឹងទៅតែ admin មានអារម្មណ៍ថានេះ game នេះវាសប្បាយលេង admin ទៅ download បានមួយថ្ងៃពីរថ្ងៃហើយមានណាគេខ្លះ download game នេះមកលេងអត់ហើយប៉ុន្តែ game នេះគឺជា game កុំព្យូទ័រតែដូចជាមាន game ក្នុងទូរស័ព្ទដែរបើណាគេមាន game នឹងលេងអីចឹង complete add មក admin ផងឬក៏ comment នៅក្រោមអីចឹងទៅហើយនិយាយទៅ game នេះមានឈ្មោះថាwhere win meet game style ចិនអីចឹងនិយាយទៅ admin ក៏ចូលចិត្តពួក style បែបចិនអីចឹងចូលចិត្តមើលរឿងចិនមើលអីចឹងដល់ពេលលេង game នេះមានអារម្មណ៍ថាយើងនៅក្នុងរឿងចិនហ្មងប៉ុន្តែគាត់ណា game នេះវាសប្បាយត្រង់ថាមានកន្លែងមួយចំនួនដូចមែនទេនឹងមានតាំងពីអីគេយល់ទៅមានហាត់វិជាគុណហាត់អីណានៃអីយល់មាន event អីប្លែកអីដូចជាបើយើងទៅលួចអីវ៉ាន់លួចអីគេចាប់ដាក់គុកចាប់អីចឹងទៅគេនាំគ្នាយកពងមន់យកពងទាគប់គ្នាលេងអីចឹងទៅចេះតែមានក្នុង game នេះវាមួយយ៉ាងដែរដល់ពេល admin download លេងហ្នឹងមានអីជក់របស់គេហើយបើសិនជាណាគេចង់មើល Top Anime លេង game នេះអីជាមើលប្រហែលជា admin អាចនឹងធ្វើការ upload ចូលនៅក្នុង channel របស់ admin ដែលឈ្មោះអី Saitama Gaming អីហ្នឹងអត់ Saitama Gaming ហ៎ច្រឡំឈ្មោះខ្លួនឯងទៀតតែជាមើលសិនចំណែករឿងសម្រាប់រឿង admin អត់តន់ដឹងមិនទេប៉ុន្តែ admin ក៏កំពុងតែធ្វើ animation របស់ខ្លួនឯងដែរគាត់ថាវារយៈនេះវាអត់សូវមានលក្ខណៈថាវា stress អីចឹងណាដល់ពេលចឹង admin ចេះតែមកលេង game លេងអីចឹងទៅដើម្បីកាត់បន្ថយការ stress ហើយណាមួយនឹកអ្នកទាំងអស់គ្នាពេកកុំឲ្យថាបាត់ Top Anime ទៅណាយូរម៉េចអីចឹងណាក្រែងគេចាប់ទៅណាបាត់អីចឹងទៅហ្នឹងហើយថ្ងៃនេះមានអីនិយាយតែប៉ុណ្្នឹងទេបាទហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់ដល់ Top Anime បាទហើយនឹងប្រហែលជា admin នឹងមានកម្រងនៅក្រោយចូលឆ្នាំថ្មីនេះក្រោយចូលឆ្នាំ2027នេះប្រហែលជាមានអីប្លែកៗឲ្យអ្នកទាំងអស់គ្នាដឹងមិនដឹងដែរចាំមើលសិនហើយអ្នកទាំងអស់គ្នាក៏តាមដានតាមហ្នឹងទៅបាទសូមអរគុណសូមជម្រាបសួរ